สำหรับบองដែលអត់ដែរធ្វើគីមឈីញ៉ាំឬក៏មិនចេះធ្វើអាចមើលវីដេអូនេះបានគ្រាន់ថាវីដេអូនេះមិនមែនបានមកពីកូរ៉េផ្ទាល់ឬក៏បានមកពីចុងភៅគេល្បីៗអញ្ចឹងណាបងប្អូនគឺបានមកពីបងខ្ញុំផ្ទាល់គឺគាត់អាសាធ្វើហូបដោយសារគាត់ចូលចិត្តគីមឈីនឹងដែរអញ្ចឹងណាបងប្អូនហើយខ្ញុំធ្លាប់ឃើញគាត់ធ្វើអញ្ចឹងទៅក៏យកមកធ្វើសាកដោយសារចង់ញ៉ាំគីមឈីអាសាខានញ៉ាំយូរហើយសម្រាប់ឲ្យគ្រឿងផ្សំដូចបងប្អូនមើលនៅក្នុងវីដេអូដែលបានបង្ហាញអញ្ចឹងគឺខ្ញុំថតបានត្រុសតែអាសាអត់មានអ្នកថតឲ្យអញ្ចឹងណាបងប្អូនហើយគ្រឿងផ្សំវារៀងច្រើនបន្តិចដែរអញ្ចឹងណាបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃហ្នឹងខ្ញុំទិញស្ពៃបុកគោចំនួន2គីឡូហើយនឹងការ៉ុតមួយផ្លែនិងឆៃថើមួយផ្លែបងប្អូនហើយនឹងមានស្លឹកខ្ទឹមនិងស្លឹកកញ្ឆាយបន្តិចហើយនឹងមានជាមួយនឹងផ្លែប៉ោមផ្លែសេរីខ្ទឹមបារាំងខ្ញីហើយនឹងខ្ទឹមក្រហមខ្ទឹមសបងប្អូនដើម្បីឲ្យវាដាក់គ្រប់មុខចឹងទៅគឺវាមានរសជាតិកាន់តែឆ្ងាញ់ហើយឈ្ងុយមុតល្អបងប្អូនហើយយើងត្រូវយកផ្លែប៉ោមផ្លែសេរីនិងគ្រឿងខ្ទឹមក្រហមខ្ទឹមសអស់ហ្នឹងគឺត្រូវយកមកកន្លក់ឲ្យម៉ត់ជាមួយនឹងគ្នាហើយនឹងថែមជាមួយនឹងបបរសដែរបងប្អូនបើក្នុងគេអ្នកធ្វើគេប្រើម្សៅអង្ករត្នោតអីចឹងណាបងប្អូនតែខ្ញុំដាំបបរដាក់ហើយនឹងយើងយកវាមកកន្លក់ចូលគ្នាឲ្យម៉ត់ជាល្បាយតែមួយចឹងណាបងប្អូនសម្រាប់ឯគ្រឿងទេសវិញមានដូចជាស្ករសម្សៅស៊ុបបន្តិចទឹកត្រីបន្តិចអំបិលយើងកំអាំងលួចដាក់បងប្អូនដោយសារស្ពៃបកគោហ្នឹងខ្ញុំភ្លេចប្រាប់បងប្អូនគឺយើងត្រូវយកវាទៅត្រាំជាមួយអំបិលឲ្យវាសកមឲ្យវាទន់ណាបងប្អូនចឹងទៅវាមានជាតិប្រៃជាប់នឹងស្ពៃបកគោហើយនឹងការ៉ុតឆៃថៅនឹងខ្លះឲ្យបងប្អូនចឹងយើងកំអាំងដាក់អំបិលទៅពេលយើងលាយអាគ្រឿងផ្សេងហ្នឹងចូលគ្នាភ្លក់ទៅថែមថយតាមហ្នឹងហើយបើយើងគិតថាសាបយើងលួចថែមជាអំបិលទៅដើម្បីឲ្យវាចាប់ជាតិកាន់តែល្អមុតល្អពុកម៉ែបងប្អូនហើយតែប៉ុណ្្នឹងឯងបងប្អូនអត់មានអីច្រើនតែនេះវីដេអូដែលខ្ញុំប្រាប់វាបានមកយប់បងប្អូនហើយចង់ថាបងប្អូនបើចង់ឲ្យវាជូរឆ្ងាញ់បើយើងធ្វើពេលល្ងាចយើងចង់ឲ្យជូរខ្លាំងយើងអាចទុកមកយប់ក្រៅទូទឹកកកព្រឹកឡើងយើងញ៉ាំបានហើយចាំយើងយកដាក់ទូទឹកកកដើម្បីឲ្យវាជូរឆ្ងាញ់ព្រោះរបស់ហ្នឹងបើយើងទុកក្រៅទូយូរគឺវាជូរខ្លាំងទៅអញ្ចឹងបងប្អូនតែបងប្អូនធ្វើពេលថ្ងៃអីចង់ញ៉ាំបានលឿនអីយើងផ្អាប់វាតែ4-5ម៉ោងអីយើងញ៉ាំបានទេបងប្អូនមានវីដេអូនេះមានតែប៉ុណ្្នឹងឯងអរគុណ